ជា website admin របស់ពួកយើងដែលមានឈ្មោះថា TP Shop Admin ដែល website របស់ពួកយើងហ្នឹងគឺនៅក្នុងហ្នឹងមាន dashboard customer product order និង setting ដែលយើងបង្កើតឡើងដើម្បីសម្រាប់ដូចជា e-commerce website admin website មួយដើម្បីជួយ manage ទៅដល់អាជីវករហើយនឹង admin របស់យើងអញ្ចឹងដំបូងហ្នឹងគឺមាន dashboard អញ្ចឹងនៅក្នុង dashboard ហ្នឹងគឺមាន daily view sell comment monthly ចឹងទៅហើយក្នុងហ្នឹងគឺមានឆាកដូចគ្នាដែលយើងមាន2ឆាកដែលឆាកមួយនេះបានរៀបរាប់អំពី number នៃ view ដែលយើងមានបន្ទាប់មកក្នុងនេះមាន monthly earn ដែល monthly earn ហ្នឹងគឺក្នុងខែនេះយើងបានប៉ុន្មានក្នុងខែនេះយើងបានប៉ុន្មានចឹងទៅបន្ទាប់មកយើងមានជា recent order និង recent customer អញ្ចឹង dashboard នោះដូចជា home screen របស់យើងអញ្ចឹងយើងបាន summarize ទាំងអស់នោះនៅក្នុងហ្នឹងបន្ទាប់មកយើងមាន customer ចំពោះ customer page យើងមាន total នៃ customer active ហើយ new user ហើយនិង customer របស់ពួកយើងបន្ទាប់មកយើងមាន product របស់យើងមាន total product ហើយអីដែលអស់ stock បន្ទាប់មកគឺយើងអាច click ថាយើងអាច edit ឬក៏ delete product របស់យើងបានដែលយើងមាន ID មាន name មានអីចឹងទៅហើយចុងក្រោយគឺ order របស់យើងគឺយើងអាចមើលថា daily order របស់យើងមានប៉ុន្មានហើយយើងអាច daily earning របស់យើងមែនហើយឆាករបស់យើងមួយទៀតនឹង order ដែលយើងទទួលបានទាំងអស់ដែលវាមាន name price payment ហើយនិង status របស់ពួកវាបន្ទាប់មកយើងមាន setting ដែល setting page របស់យើងហ្នឹងគឺនិយាយអំពី profile email របស់យើងអាចចុចប៊ូតុង update profile បានហើយនៅក្នុងនេះយើងអាចទៅ save បានមែនតើហើយនឹង submit ហើយយើងអាច change password របស់យើងអាចដាក់ dark mode ហើយនឹង check box ជាងទៅ and then នៅក្នុង home page របស់យើងនៅក្នុង customer page របស់យើងហ្នឹងមានដូចជា app bar មួយនេះហើយនឹងកន្លែងនេះដែលយើងអាចប៊ូតុង search បានហើយកន្លែងនេះគឺជា profile របស់ admin របស់យើងហើយបើយើងធ្វើវាជា media បង្រួមវាឲ្យទូចនោះយើងអាចចុចកន្លែង bar ហ្នឹងទៅឃើញនៅ menu ដែលយើងមានដូចជា dashboard ហើយវាចេញជារូបរាងបែបនេះហើយនៅពេលដែល customer វាចេញបែបនេះហើយនៅពេលដែល product វាចេញបែបនេះ order វាចេញបែបនេះហើយនៅចុងក្រោយ setting វាចេញបែបនេះអញ្ចឹងមានន័យថាវាផ្លាស់ប្ដូរទៅតាមpage device screen របស់យើង